ខ្ញុំបាទសូមជម្រាបសួរដល់បងប្អូនពុកម៉ែមីមាក្នុងបណ្ដាញ Facebook ជាទីរាប់អាននិង YouTube ជាទីនឹករលឹកថ្ងៃនេះខ្ញុំបាទសូមណែនាំដល់បងប្អូនលោកពូអ្នកមីងដោយមន់នេះគឺមន់ល្អៅសួងដោយមានព្រះបាលីថារិជសីហោចនូយោសោរិជសោសោសិសិសសមមៈអអឧឧរិជសីហោចនូយោសោរិជសោសោសិសិសសមមៈអអឧឧរិជសីហោចនូយោសោរិជសោសោសិសិសសមមៈអឧមមៈអអឧឧបាលីនេះគឺប្រើបាន100គុណមិនថាស្ដោះរើមមិនថារោគអ្វីផ្សេងទេឲ្យតែយើងរៀបចំដំបងយើងរៀបចំអុជធូបរំលឹកនឹកដល់ល្អៅសានល្អៅសួងនិងព្រះអង្គច័ន្ទមនីទៅលោកនឹងឲ្យបាលីនេះប្រកែណាស់អស់លោកអញ្ចឹងអស់លោកនឹងតាមដានជាមួយខ្ញុំបាទជាបន្តទៀតទេណាហើយសម្លឹងមកខាងនេះឃើញថាញាតិញោមកំពុងតែជិះនៅឡានអាគុយណាដែលមានព្រះអង្គច័ន្ទមនីលោកគេប្រគេន5គ្រឿងអញ្ចឹងញាតិញោមពុទ្ធបរិស័ទសប្បាយរីករាយជ្រះថ្លានៅបុណ្យទាំងអស់គ្នាកន្លែងនេះគឺកន្លែងបារមីរបស់ល្អៅសួងណាដែលលោកមានមហិទ្ធិឫទ្ធិដ៏អស្ចារ្យទោះបីជាបាត់បរូបកាយយ៉ាងណាក៏ដោយក៏បន្សល់ទុកនៅកូនសិស្សកូនគុណមានព្រះអង្គបណ្ឌិតច័ន្ទមនីដែលព្រះអង្គមកសាងនៅវត្តច័ន្ទបជោតរតនារាមហៅវត្តសុទ្ធនេះមានបារមីចាស់ខ្លាណាស់អស់លោកដោយលោកចូលចិត្តខាងមន់ណាមន់គឺធំណាស់ទៀតណាមន់នេះមន់ធំមែនតើអញ្ចឹងអស់លោកបានឃើញហើយលោកបានឃើញហើយជួយ like ជួយ share បន្តគ្នាខ្ញុំបាននឹងមានវីដេអូចែកជូនអស់លោកបងប្រុសបងស្រីបងប្រុសបងស្រីបន្តទៀតទេណាហើយយើងក៏លេខមើលខាងនោះឃើញថាញាតិញោមពុទ្ធបរិស័ទតែងតែកាន់ធូបតែងតែកាន់ផ្កាភ្ញីគ្រឿងក្រអូបពីដោគន្ធាដើម្បីយកមកថ្វាយដង្វាយដល់ល្អៅសួងដែលលោកមានឫទ្ធិមានបារមីចាស់ខ្លាចឹងហើយញាតិញោមពុទ្ធបរិស័ទទាំងអស់លោកមកពីខាងកកលោកមកពីខាងទិសនានាទិសទាំង8មានទិសបូរហូតដល់ទិសឦសានណាទិសនានាទាំងអស់មកប្រជុំគ្នាក្នុងទីនេះដើម្បីសម្បងសម្រងសុំលៀបសុំសក្ការៈសុំជោគសុំជ័យដល់កូនចៅផៅសន្តានទាំងអស់ឲ្យបានសុខបានសប្បាយចឹងញាតិញោមសម្លឹងមើលថាញាតិញោមទាំងអស់ដែលលោកបានអុជធូបទៀននៅក្នុងទីនេះគឺសុំសេចក្តីសុខដែលចម្រើននេះកន្លែងធ្វើសក្ការៈបូជាកន្លែងធ្វើសក្ការៈបូជារបស់ល្អៅសួងហើយដែលជាកូនសិស្សសំណប់គឺព្រះអង្គបណ្ឌិតច័ន្ទមនីដែលព្រះអង្គបានរៀនខាងអាណាចក្រពុទ្ធចក្រចេះដឹងច្រើនហើយការគោរពប្រណិប័តរបស់លោកក៏យកតម្រាបតាមល្អៅសួងដូច្នេះហើយអាស្រមមួយត្រូវតែមានល្អៅសួងដែលជាអ្នកណាភ្នែកទឹកតិចជឹបឬក៏ហៅរហស្សនាមថាទេវតាដើរដីអញ្ចឹងយើងសម្លឹងមើលឃើញថាការអុជធូបទៀនរបស់ពពួកពុទ្ធបរិស័ទចតុបរិស័ទទាំង4ពួកមានភិក្ខុសាមណេរបាសកបាសិកាដែលគាត់មានសទ្ធាជ្រះថ្លាមកបំពេញបុណ្យបំពេញទានហើយគាត់តែងតែបួងសួងសុំសេចក្តីសុខក្តីចម្រើនហើយយើងបែរមកខាងនេះទៀតយើងសម្លឹងមកខាងនេះឃើញលោកតាសុតនេះលោកតាសុតហើយបជនគាត់70ជាងហើយ78ហើយទៀតណាគាត់ជំនួសមុខឲ្យប្រគុណម្ចាស់បណ្ឌិតព្រះអង្គច័ន្ទមនីដើម្បីតម្រូវការញាតិញោមឯកឧត្តមលោកជំទាវអ្នកអង្គញាលោកអង្គញាមត្រីយិកាគ្រប់ស្ថាប័នទាំងអស់ដែលគាត់បានអញ្ជើញមកណាសុំលៀបសុំជ័យហើយជំងឺដំកាត់ឲ្យលោកតាសុតប្រោះព្រំប្រសិទ្ធិណាដោយមានព្រះបាលីជាច្រើនដែលចេះចាំពីល្អៅសួងអញ្ចឹងញាតិញោមពុទ្ធបរិស័ទក៏មានសទ្ធាជ្រះថ្លាក៏ចូលមកបង្អោនកាយណាក្រាបថ្វាយបង្គំដល់លោកតាសុតហើយណាឲ្យលោកតាសុតដំដៃដំជើងគោះដៃគោះជើងឲ្យចង្រៃចង្រកជំងឺដំកាត់ណាឲ្យអស់ខណ្ឌសន្តានបាទនេះគាត់មានសទ្ធាជ្រះថ្លាណាស់ជឿជាក់ក្នុងពុទ្ធសាសនាម្នាក់មកគ្រប់ទិសទីទាំងអស់ទៀតណាដើម្បីមកសម្បងសម្រងសុំលៀបសុំជ័យក៏ដូចជាជំងឺដំកាត់នេះប្រាប់ទូលដល់លោកតាសុតឲ្យលោកតាសុតលោកយកបំពាត់នឹងពុះតិចហើយសូត្របដិញនៅពួកអមនុស្សពួកព្រាយបិសាចធ្មប់អាបទាំងឡាយទាំងពួងបោវាជាឆ្ងាយអញ្ចឹងឃើញថាកន្លែងនេះគឺមានបារមីណាស់គឺកន្លែងអាស្រមរបស់ល្អៅសួងដែលកូនសិស្សឈ្មោះបណ្ឌិតព្រះអង្គច័ន្ទមនីដែលលោកឆ្លៀសវៃលោកបានយកក្អមទឹកកាសៀវនេះ
យកមកដាំព្រឹកដាំថ្ងៃដាំល្ងាចដើម្បីញាតិញោមពុទ្ធបរិស័ទយកទៅប្រើប្រាស់ធ្វើជាថ្នាំឱសថបុរាណឱសថទឹកដើម្បីនឹងយកទៅលាបខ្លួនយកទៅចាក់នៅខ្លួនឬក៏ពិសាទទួលទានណាឬក៏ញ៉ាំយ៉ាងណានោះស្រេចទៅតម្រូវការរបស់ឯកឧត្តមលោកជំទាវអញ្ចឹងទៀតណាឥឡូវនេះឃើញថាលោកតាកំពុងតែប្រោះព្រំប្រសិទ្ធិដល់ពពួកពុទ្ធបរិស័ទដែលមកពីទិសទីគ្រប់ទិសទីទាំងអស់មកចូលរួមដើម្បីសុំលាភសុំជ័យហើយសុំឲ្យជំងឺដំកាត់ផាត់ផាយឲ្យអស់ណាលោកតាលោកមានថ្មីមាត់លោកព្យាយាមយកបល័យរបស់ព្រះសម្មាសម្ពុទ្ធខាងព្រហ្មញ្ញសាសនាក្តីខាងពុទ្ធសាសនាក្តីលោកសូត្រហើយលោកប្រោះព្រំប្រសិទ្ធិទៅនឹងញាតិញោមនឹងជាសះស្បើយនៅរូបជាទាំងឡាយទាំងពួងកន្លែងនេះគឺជាកន្លែងមួយដ៏ល្អគឺអាស្រមរបស់លោកឪសួងនៅក្នុងវត្តចន្ទបជោរតនារាមហៅអាស្រមតសុតអញ្ចឹងញាតិញោមពុទ្ធបរិស័ទឃើញថាម្នាក់តែងតែអុជធូបយកផ្កាភ្ញីមានផ្កាឈូកជាដើមដើម្បីសម្បូងសម្រងសុំលាភសុំជ័យសុំសេចក្តីសុខសេចក្តីចម្រើនហើយបើក្មេងៗសុំឲ្យរៀនឆ្លាតណាឲ្យចេះចាំចំណាំចាប់បាននៅអក្សរព្យញ្ជនៈបល័យសេចក្តីអធិប្បាយត្រង់កន្លែងណាពុំសំរុំពុំកប់បតីគឺក្មេងៗតែងតែសុំលាភសុំជ័យសុំសំណាងសុំហេងក្នុងការរៀនសូត្រឲ្យអាប់ដេតបាទហើយសម្លឹងទៅខាងនោះកំពុងតែលាយថ្នាំបាទលាយថ្នាំហើយមានថ្មអណ្ដែតនៅក្នុងពាងនឹងស្រេចទៀតណាអញ្ចឹងហើយញាតិញោមពុទ្ធបរិស័ទដែលលោកបានធ្វើនៅក្នុងឱកាសនេះគឺមានទឹកមន្តជាដើមនេះដើម្បីសុំលាភសុំជ័យណាអំពីអ្នកមីងដែលជាកូនចៅរបស់លោកតាសុតដើម្បីប្រសិទ្ធពរនៅទឹកមន្តដែលទឹកអមរិតនេះយកទៅលុបលាងខ្លួនយកទៅស្រោចទឹកហើយមានជោគមានជ័យមានបារមីចាស់ខ្លានេះលោកតាកំពុងតែសែបមន្តអង្គមគាថាប្រោះព្រំដល់កូនចៅដែលមកសុំជ្រកកោននៅល្អៅសួងគេហៅទេវតាដើរដីទោះបីជាព្រះអង្គបាត់បរូបកាយយ៉ាងណាក៏ដោយក៏ព្រះអង្គតែងតែណាប្រមើលមើលបនិស័យហើយយកនិស័យរបស់កូនសិស្សណាដើម្បីឲ្យទោះបីជាព្រះអង្គបាត់បរូបកាយយ៉ាងណាក៏ដោយក៏ព្រះអង្គបន្សល់ទុកនៅកូនសិស្សកូនគុណមានព្រះអង្គបណ្ឌិតច័ន្ទមនីដែលជាសក្ខីភាពសម្រាប់បម្រើនៅក្នុងផ្លូវពុទ្ធសាសនាឲ្យរីកចម្រើនឡើងទៀតណារីកចម្រើនឡើងអញ្ចឹងបារមីនៅក្នុងអាស្រមល្អៅសួងនេះដោយមានព្រះបាលីថារិជសីហោចនោយោសោរិជសោសោសិសិសសៈមៈមៈអអឧឧបល័យកូនសិស្សរបស់លោកតាសួងគឺអ្នកមៈអ្នកអណកនកៈកអកអកអណអង្ឧមិអមិមហិសតាំងសុនៈពុទ្ធังអសុណអដោយបល័យរបស់លោកនេះប្រើបាន100គុណញាតិញោមពុទ្ធបរិស័ទអញ្ចឹងជាកិច្ចបញ្ចប់នៅក្នុងកម្មវិធីថត YouTube នេះខ្ញុំបាទក្រៃលោមានការភ្លាំងភ្លាត់ដោយអក្សរព្យញ្ជនៈបល័យសេចក្តីអធិប្បាយត្រង់កន្លែងណាពុំសមរម្យក៏សូមឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាទាំងអស់សូមមេត្តាខន្តីអភ័យទោសហើយសូមជួយ like ជួយ share ដើម្បីឲ្យ YouTube ខ្ញុំបាទនេះរិះរកមធ្យោបាយកលឹះណាល្អក្នុងទីអារាមវត្តនានាដើម្បីចែកជូនដល់អស់លោកអញ្ចឹងខ្ញុំបាទសូមជម្រាបលាសូមអរគុណ